សភាជ្រះថ្លារបស់សមីកាចាស់ដើមទៀនប្រធានដើមបានដែលមានសភាជ្រះថ្លាបានចំណាយនៅធនធានដើម្បីធ្វើនៅអង្គធម្មនៅក្នុងឱកាសពេលនេះរីឯបញ្ញត្តិកម្មគឺព្រះសម្មាសម្ពុទ្ធនិយើងព្រះអង្គទ្រង់បញ្ញត្តិទុកមកឲ្យយើងដែលជាពុទ្ធបរិស័យរីឯទី4គឺការធនខេត្តគឺចាប់តាំងពីថ្ងៃ100ខែសាច់គឺយើងធ្វើបន្តធនហើយរហូតទៅដល់ថ្ងៃពេញបរមីខែកលគុណបរិស័ទនៃព្រះសម្មាសម្ពុទ្ធនិយើងដែលបំពេញនៅកុសលមានអង្គការធនធានជាដើមដែលយើងធ្វើនេះឯងហើយដូច្នេះខ្ញុំបាទតាំងនាមជាគណៈកម្មការចាត់តាំងនៅកម្មវិធីអង្គការធនធាននៃឧបាសកនិព្វាននិងឧបាសិកានាមញាននៅក្នុងឱកាសពេលនេះតែដូច្នេះខ្ញុំបាទសូមតំណាងក៏ដូចជាជំនួសមកឲ្យសង្គម